ម៉ែជាពាក្យតែមួយម៉ាត់សម្គាល់ដល់មនុស្សស្រីម្នាក់ដែលមានចរិតតួអង្គជាច្រើននៅក្នុងខ្លួនតែមួយពេលខ្លះម៉ែជាតួកាចដែលចូលចិត្តស្ដីថាឲ្យកូនពាក្យសម្ដីដែលម៉ែនិយាយជួនក៏មិនពិរោះស្ដាប់ទេតែខ្លឹមសារនៅពីក្រោយពាក្យដ៏ក្រោតក្រៀតនោះតែងបង្កប់នូវចេតនាចង់ឲ្យកូនល្អមានពេលខ្លះម៉ែជាតួអង្គដ៏ស្លូតដែលតែងតែនិយាយពាក្យល្អៗឲ្យកូនស្ដាប់ហើយព្រមចាញ់គ្រប់យ៉ាងដើម្បីឲ្យតែកូនឈ្នះម៉ែសប្បាយចិត្តនៅពេលដែលឃើញកូនសប្បាយចិត្តម៉ែក៏ពិបាកចិត្តនៅពេលដែលឃើញកូនឈឺឬពិបាកចិត្តគ្មាននរណាដែលព្រមពិបាកចិត្តជាមួយយើងឬព្រមកាត់ទុកជាមួយយើងដូចម៉ែទេថែមទាំងមានពេលខ្លះម៉ែពិបាកចិត្តដោយសារកូនតែម៉ែក៏លាក់មិនឲ្យកូនដឹងទៀតព្រោះតែខ្លាចកូនពិបាកចិត្តដែរហាទៅមើលតើមានមនុស្សឯណាថានេះជាវិធីដ៏ចាស់គំរិលហើយមិនដឹងថាបានផលឬក៏អត់ក៏ម៉ែមិនខ្វល់ដែរមានពេលខ្លះទៀតម៉ែជាតួកំ pl ែងដែលធ្វើឲ្យបរិយាកាសក្នុងគ្រួសារមានសម្លេងសើចពេលកូនសើចម៉ែក៏រីករាយព្រោះការសើចរបស់កូនជាឱសថជួយព្យាបាលភាពហត់នឿយទាំងប៉ុន្មានរបស់ម៉ែពេលយប់ម៉ែជាអ្នកនិទានរឿងឲ្យកូនស្ដាប់សំឡេងនិទានរឿងរបស់ម៉ែប្រៀបបាននឹងថ្នាំសណ្ដំដ៏ស័ក្តិសិទ្ធិដែលធ្វើឲ្យកូនគេងលក់យ៉ាងស្កប់ស្កល់ម៉ែប្រៀបបាននឹងធនាគារប្រចាំគ្រួសារដែលតែងតែជួយរក្សានូវចរន្តនៃការចំណាយគ្រប់យ៉ាងមិនថាថ្លៃម្ហូបចំណីអាហារថ្លៃបង់សាលាកូនរៀនថ្លៃកូនចាយវាយប្រចាំថ្ងៃនិងការចំណាយគ្រប់យ៉ាងនៅមានតួអង្គជាច្រើនទៀតដែលស្ថិតនៅក្នុងរាងកាយម៉ែកាបានហៅស្ត្រីម្នាក់ដែលមានឈ្មោះថាម៉ែពេញមាត់សូមអ្នកស្រឡាញ់នៅមើលថែគាត់ផងព្រោះអ្នកខ្លះពួកគេគ្មានឱកាសសូម្បីតែបានហៅម៉ែនឹងគេពេលវេលាដើរទៅមុខជានិច្ចខណៈដែលកូនកាន់តែធំក៏ជាពេលវេលាដែលម៉ែកាន់តែមានភាពចាស់ជរាជាងមុនដែរដូច្នេះសូមគម្រោងចាំស្អែកក្នុងការបង្ហាញក្តីស្រឡាញ់ទៅកាន់ម្ដាយរបស់អ្នករីករាយទិវាអ្នកម្ដាយតែក៏មិនអាចរៀបរាប់អស់ឡើយម៉ែហត់តែម៉ែមិនដែលត្អូញថាហត់ទេម៉ែចិញ្ចឹមកូនម៉ែលំបាកណាស់តែម៉ែនៅតែញញឹមមួយជីវិតនេះម៉ែនឿយហត់ណាស់នឿយគ្រប់សពតែម៉ែមិនទាមទារឬចង់បានអ្វីពីកូនវិញទេគុណដែលម៉ែមានមកលើកូនជាគុណដែលមិនអាចនឹងរកអ្វីមកប្រៀបបានឡើយលុយកាក់មាសប្រាក់ទ្រព្យសម្បត្តិម៉ែមិនប្រាថ្នាចង់បានពីកូនឡើយតែអ្វីដែលម៉ែចង់បានគឺឃើញកូនសប្បាយចិត្តឃើញកូនក្លាយជាមនុស្សល្អជាមនុស្សដែលមានគុណភាពចេះគោរពចេះស្រឡាញ់និងមានទឹកចិត្តចែករំលែកក្តីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនថ្ងៃនេះវេលានេះប្រសិនបើអ្នកនៅមានឱកាសមកពិបាកចិត្តដោយសារយើងហើយថែមទាំងមិនឲ្យយើងដឹងព្រោះខ្លាចយើងពិបាកចិត្តដែរទាំងដែលបញ្ហានោះយើងជាអ្នកសាងឡើងសោះមានពេលខ្លះម៉ែជាតួអង្គគ្រូពេទ្យដែលតែងតែមើលថែកូនអស់ពីចិត្តដោយមិនខ្វល់ថាម៉ែមិនមែនជាគ្រូពេទ្យដែលមានវិជ្ជាជីវៈឬជំនាញពិតប្រាកដចេញពីសាលាពេទ្យក៏ដោយតែដោយសារក្តីបារម្ភការមិនចង់ឲ្យកូនឈឺម៉ែតែងតែព្យាយាមធ្វើគ្រប់យ៉ាងដើម្បីឲ្យកូនបានធូរស្បើយដើម្បីឲ្យកូនកាត់បន្ថយការឈឺចាប់គ្រុនក្តៅឬរងាទៅតាមលទ្ធភាពដែលម៉ែអាចធ្វើបានក៏មានពេលខ្លះម៉ែដល់ថ្នាក់បន់ព្រះសំពះទេវតាបួងសួងបែបបន់អស់អរុគរៈអ្នកតាឬបារមីគ្រប់ច្រកល្ហកព្រោះតែចង់ឲ្យកូនជាសះស្បើយដោយមិនខ្វល់នរណា